ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃហ្នឹងមកធ្វើភ្លាក្តាមមួយខ្ញុំអរគ្នាមកដំបូងហ្នឹងគឺខ្ញុំផ្ញើបងខ្ញុំទិញក្តាមនៅផ្សារចំនួន 10000 តែវាបាននេះបាន6ក្តាមបានច្រើនដែរអ្នកអរគ្នាហើយខ្ញុំយកមកដោះលាងវាសម្អាតហើយបានខ្ញុំយកវាមកកាត់ចឹងណាកាត់អាកន្លែងហាងខោមវាហើយបកវាចឹងទៅនេះអ្នកនរគ្នាកាត់ដូចខ្ញុំចឹងកាត់តាមវីដេអូហ្នឹងទៅកាត់វាស្អាតទៅហើយចាំយើងយកវាទៅលាងទឹកម្ដងទៀតឲ្យចឹងឲ្យវាស្អាតណាហើយខ្ញុំថតកាត់ឲ្យព្រួយខ្លាចវាយូរចឹងទៅថតកាត់ឲ្យវារៀងលឿនបន្តិចដល់ហើយខ្ញុំបានបកខ្ទឹមដាក់ចំនួន2ខ្ពឹសចឹងហើយម្ទេសដាក់10គ្រាប់អ្នកនរគ្នាព្រោះខ្ញុំចូលចិត្តហើចឹងទៅដាក់រៀងច្រើនបន្តិចដល់ហើយខ្ញុំបានយកវាទៅដាក់អំបិលហើយស្ករនិងប៊ីចេងដាក់រ៉ូឌីបន្តិចដែរហើយយកវាមកបុកវាឲ្យវារៀងម៉ត់មកអ្នកនរគ្នាដល់ហើយខ្ញុំច្របាច់ក្រូចឆ្មា2ចំណិតអីណាដាក់តាមចំណង់ចំណូលចិត្តកុំឲ្យជូរពេកចឹងហើយអ្នកនរគ្នាចង់ធ្វើវិធីផ្សេងក៏បានដែរតែខ្ញុំខ្ជិលញញ៉ៃច្រើនធ្វើអង្គវិធីហ្នឹងទៅវាលឿនណាស់ហើយឆាប់បានញ៉ាំទៀតហើយក៏ឆ្ងាញ់ដែរអ្នកនរគ្នាមានស្អាបមានអីទេយើងដាក់ផ្លាសេវាទុកមកស្វកអីចឹងទៅហើយនេះបុកទឹកត្រីយើងខ្ញុំបានបុកហើយខ្ញុំអាក្តាមមិញក៏ខ្ញុំបានលាងស្អាតហើយដែរខ្ញុំចូលទឹកត្រីមកចាក់វាស្វកចូលគ្នាវាចូលជាតិចឹងណានេះអ្នកនរគ្នាមើលទៅតំណងនេះតែ10000នេះក្តាមហ្នឹងខ្ញុំទិញមកតែបានច្រើនអ្នកនរគ្នាយើងយកអាទូចល្មមចឹងណានេះខ្ញុំចាប់ដើមធ្វើហើយអ្នកនរគ្នានិយាយទៅមកល្មមឆ្ងាញ់ហ្មងគឺថាជាតិតែម្ដងហើយក្តាមយើងមានអីច្រើនតែហើយសតាខ្លាញ់ទៀតឡើងតំណងហ្មងណាធ្វើអញ្ចឹងគឺឆ្ងាញ់អ្នកនរគ្នាសាក់ធ្វើបានហើយខ្ញុំបានលាយវាចូលគ្នាឲ្យអស់ច្របល់វាហើយអញ្ចឹងណាខ្ញុំបានយកវាមកដាក់ក្នុងកតោអញ្ចឹងហើយយើងគ្របវាទុកទៅហើយដាក់វាក្នុងធុងតកអីចឹងណាអ្នកនរគ្នាហើយនេះយើងដាក់មួយថ្ងៃអីចឹងទៅហើយនេះខ្ញុំបានយកវាមកធ្វើបុកល្ហុងញ៉ាំដែរចឹងណាតំណងឆ្ងាញ់ណាអ្នកនរគ្នា